ខ្ញុំចង់អានសភៅជាភាសាអង់គ្លេសដែរតែខ្ញុំអានមិនក៏អត់យល់សោះចានេះគឺជាសំណួរមួយដែលខ្ញុំទទួលបានច្រើនមែនតើពីអ្នកទាំងអស់គ្នាហើយខ្ញុំបានពន្យាពេលក្នុងការឆ្លើយក៏ដោយសារសម្រាប់ខ្ញុំការអានសភៅអង់គ្លេសគឺវាអត់ពិបាកទៀតទេវាអត់មានអីដែលជាបទពិសោធន៍ជាក់ស្ដែងចែកម្លែកឲ្យអ្នកទាំងអស់គ្នាណារហូតដល់ខ្ញុំចាប់ផ្ដើម challenge ឲ្យខ្លួនឯងអានសភៅចិនពីព្រោះកម្រិតភាសាចិនរបស់ខ្ញុំគឺអន់ជាងកម្រិតភាសាអង់គ្លេសបើកម្រិតភាសាអង់គ្លេសខ្ញុំ8កម្រិតភាសាចិនខ្ញុំត្រឹមតែ4 5អីទេចាអញ្ចឹងខ្ញុំបានសាក challenge ហ្នឹងរយៈពេល1ឆ្នាំហើយសម្រាប់ជោគជ័យហើយនេះគឺជា technique 2ដែលខ្ញុំអាចចែកម្លែកទៅអ្នកទាំងអស់គ្នាបាន technique ទី1គឺរើសសភៅឲ្យត្រូវកម្រិតនៅពេលដែលខ្ញុំចាប់ផ្ដើម challenge ហ្នឹងដំបូងខ្ញុំបានរើសភៅដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំចាប់អារម្មណ៍គឺសភៅជារឿងសាមកុកដែលសរសេរជាភាសាចិនហើយមិនមែនភាសាសម័យឥឡូវណាភាសាសម័យមុនទៀតភាសាចិនបុរាណចានៅពេលដែលខ្ញុំចាប់ផ្ដើមដំបូងហ្នឹងគឺខ្ញុំដាក់ចិត្តដាក់កាយណាអ្នកនរគ្នាខ្ញុំខំប្រឹងមួយថ្ងៃខ្ញុំអាន1ម៉ោង2ម៉ោងខ្ញុំខំប្រឹងឆែកវចនានុក្រមប៉ុន្តែនៅក្នុងមួយទំព័រ60ទៅ70%គឺជាពាក្យដែលខ្ញុំអត់ចេះអញ្ចឹងគឺវាពិបាកខ្លាំងមែនទែនទោះបីចំណាយពេល1ម៉ោង2ម៉ោងក៏ដោយមួយថ្ងៃអានបានត្រឹម4-5ប្រយោគទេដល់ពេលខ្ញុំឃើញអញ្ចឹងខ្ញុំគិតថាកម្រិតទោះបីជាយើងចង់អានកម្រិតហ្នឹងប៉ុន្តែយើងវាអត់មានសមត្ថភាពអញ្ចឹងខ្ញុំបានតម្លាក់បន្តិចអញ្ចឹងពេលហ្នឹងខ្ញុំបានទៅមើលក្នុង Douyin ទៅមើលតើមានសភៅរបៀបទៅសេរៀងសម័យឥឡូវអញ្ចឹងណាតែវាទៅសេពីប្រធានបទដែលខ្ញុំចាប់អារម្មណ៍ហើយខ្ញុំក៏រកឃើញអ្នកនិពន្ធចិនម្នាក់ឈ្មោះអ៊ីហួរគាត់ហ្នឹងគឺទៅសេតាក់ទងនឹងជីវិតតាក់ទងនឹងទស្សនវិជ្ជាតាក់ទងនឹងប្រវត្តិសាស្ត្រចិនដែរប៉ុន្តែគឺគាត់ប្រើពាក្យដែលងាយស្រួលហើយពាក្យដែលចាក់ដោតសម្រាប់ខ្ញុំនៅពេលដែលខ្ញុំឃើញ quote របស់គាត់អញ្ចឹងណាអញ្ចឹងពេលហ្នឹងខ្ញុំចិត្តសឿងដែរខ្ញុំបានកំងទិញសភៅរបស់គាត់មួយសេតយកមកហើយខ្ញុំបានអានសភៅទី1គឺ Roger to Live ដែលជាសភៅដែលល្បីបំផុតរបស់គាត់ដែរមួយក្នុងចំណោមសភៅដែលល្បីរបស់គាត់ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ឃើញហ្នឹងគឺអញ្ចឹងបើយើងចង់ធ្វើអីមួយជាប់លាប់តើទៅរឿងហ្នឹងសប្បាយនឹងធ្វើដែរហើយបើរឿងហ្នឹងសប្បាយនឹងធ្វើតើទៅរឿងហ្នឹងយើងធ្វើបានមិនលំបាកពេករឿងកម្រិតហ្នឹងខ្ញុំលើកទឹកចិត្តឲ្យយើងរើសកម្រិតសភៅណាដែលនៅត្រឹមកម្រិតយើងឬក៏លើសកម្រិតយើងបន្តិចបានហើយពីព្រោះយើងក៏ចង់រៀនពាក្យថ្មីពីសភៅហ្នឹងដែរត្រូវទេមិនមែនថាយើងអានតែអាណាស្រួលរហូតទេសភៅគ្រប់ភាសាគឺវាតែងតែមានកម្រិតរបស់វាមានកម្រិតសម្រាប់កូនក្មេងដែលគេប្រើពាក្យងាយស្រួលវាមានកម្រិតសម្រាប់វ័យជំទង់សម្រាប់មនុស្សធំនោះវាមានកម្រិតស្រួលកម្រិតបាក់ទៀតខ្ញុំលើកទឹកចិត្តឲ្យយើងសាកជាមួយកម្រិតណាដែលយើងគិតថាធំរបស់យើងហើយយើងសួរខ្លួនឯងរហូតតើវាស្រួលពេកឬក៏វាពិបាកពេករបៀបមួយដែលយើងតេស្តថាតើវាត្រូវកម្រិតយើងអត់ណាគឺយើងមើលលើថាតើក្នុងមួយទំព័រយើងមានពាក្យប្រមាណភាគរយដែលយើងអត់ចេះចាអញ្ចឹងឧទាហរណ៍ដូចក្នុងសភៅហួររបស់អ៊ីហួរហ្នឹងខ្ញុំនៅតែមានពាក្យអត់ចេះអញ្ចឹងប៉ុន្តែប្រហែលជាអាចថា20ទៅ30%នៅក្នុងទំព័រហ្នឹងអញ្ចឹងប៉ុណ្ណឹងគឺអាចទទួលយកបានខ្ញុំរៀនពាក្យថ្មីប៉ុន្តែខ្ញុំនៅតែអានបានដោយវាមិនលំបាកពេកtechniqueទី2គឺអានមួយទំព័រជារៀងរាល់ថ្ងៃចាអញ្ចឹងពេលដែលខ្ញុំអានសភៅចិនហ្នឹងគឺខុសពីសភៅផ្សេងៗដែលខ្ញុំអានដូចសភៅអង់គ្លេសឬក៏សភៅខ្មែរគឺខ្ញុំមាន routine មួយសម្រាប់ការអានហ្នឹងអញ្ចឹងឧទាហរណ៍គឺនេះខ្ញុំមានថង់សភៅនេះឲ្យទៅពេលខ្ញុំអានក្នុងហ្នឹងមានប្រដាប់ប្រដាដែលខ្ញុំត្រូវអានទាំងអស់អញ្ចឹងក្នុងហ្នឹងមានសភៅចិនមួយអញ្ចឹងទៅអានេះសភៅថ្មីដែលខ្ញុំពងអានក្រោយពីសភៅ Roger ហ្នឹង My Country and My People របស់លីងងីថាងហើយក្នុងហ្នឹងខ្ញុំមានកូនសភៅរបស់ខ្ញុំមួយនេះគឺជាកូនសភៅដែលខ្ញុំសរសេរអក្សរចិនថ្មីដែលខ្ញុំអត់ចេះហ្នឹងហើយនឹងឃ្លាចិនណាដែលខ្ញុំចាប់អារម្មណ៍អញ្ចឹងណាពីសភៅក្នុងហ្នឹងមានប៊ិចក៏ដូចជាមានវចនានុក្រមចិនអង់គ្លេសហ្នឹងហើយនេះគឺជាវចនានុក្រមរបស់ខ្ញុំគឺជា e-ink reader books P6 ហើយយើងអាចinstall app ចឹងណាខ្ញុំ install វចនានុក្រមចិនអង់គ្លេសapp ហ្នឹងឈ្មោះគេនេះ Pleco Dictionary ហ្នឹងអញ្ចឹងនៅក្នុងថង់ហ្នឹងឲ្យតែខ្ញុំត្រូវការគឺវាមានអីទាំងអស់នៅក្នុងហ្នឹងហើយមិនបាច់បាក់អញ្ចឹងណាអាហ្នឹងបានន័យថាយើង decrease resistance យើងធ្វើឲ្យការដែលយើងចាប់ផ្ដើមអានហ្នឹងស្រួលបំផុតតាមដែលយើងអាចធ្វើបានអញ្ចឹងពេលដែលប្រដាប់ប្រដាយើងនៅមួយកន្លែងទាំងអស់គឺយើងស្រួលពេលយើងនឹកឃើញចង់អានភ្លាមយើងយកមកមានទាំងអស់ពេលខ្លះយើងនឹកឃើញចង់អាននៅសភៅនៅនេះវចនានុក្រមនៅនោះសភៅកត់ត្រានៅនេះអញ្ចឹងយើងខ្ជិលបាត់ហើយគ្រាន់តែទៅរកប្រដាប់ប្រដាហ្នឹងអញ្ចឹងនេះគឺជាtechnique ល្អមួយមែនតើអ្នកទាំងអស់គ្នាទី2គឺនៅក្នុង routine របស់ខ្ញុំហ្នឹងខ្ញុំព្យាយាមអានឲ្យបានរាល់ថ្ងៃហើយមានថ្ងៃណាក៏ឈប់ដែរប៉ុន្តែខ្ញុំអត់ឈប់ឲ្យលើសពី1ថ្ងៃទេអត់ឲ្យ2ថ្ងៃជាប់គ្នា3ថ្ងៃជាប់គ្នាអញ្ចឹងណាខ្ញុំអាចឈប់1ថ្ងៃបានថ្ងៃស្អែកថ្ងៃខាងស្អែកត្រូវទៅ
ធ្វើខ្ញុំបានដាក់កំហិតឲ្យខ្លួនឯង challenge ខ្លួនឯងឲ្យអានមួយថ្ងៃឲ្យបានមួយទំព័រអញ្ចឹងមួយទំព័រហ្នឹងភាគច្រើនតែពេល15ទៅ20នាទីអីទេបើសិនបើខ្ញុំពងជក់ចង់អានលើសហ្នឹងគឺអានបានប៉ុន្តែបើថាថ្ងៃហ្នឹងដូចរៀងហត់ថ្ងៃហ្នឹងខ្ជិលអានតែមួយទំព័របានហើយពេលដែលខ្ញុំអានសៀវភៅហ្នឹងគឺផ្ទះខ្ញុំទៅជាសាលារៀនចិនតែម្ដងពីព្រោះខ្ញុំអានលឺខ្ញុំអានលឺដើម្បីខ្ញុំចង់ហាត់មាត់ខ្លួនឯងឲ្យទន់ក្នុងការនិយាយដែរអញ្ចឹងនេះក៏ជា tip មួយដែរសម្រាប់អ្នកដែលគាត់ចង់អានអង់គ្លេសហើយចង់ហាត់ក្នុងការនិយាយអង់គ្លេសក្នុងពេលតែមួយណាយើងអាចអានអាហ្នឹងឲ្យលឺជាពិសេសពេលដែលយើងជួបពាក្យថ្មីហ្នឹងយើងឆែកមើលថាតើវាគេនិយាយមិនគេអានអាហ្នឹងមិនហើយយើងហ៊ានអានវានៅជាមួយនឹងសៀវភៅហ្នឹងហ្មងសម្រាប់ខ្ញុំ20នាទីហ្នឹងវាហាក់ដូចជាពេលវេលាដ៏មានតម្លៃសម្រាប់ខ្ញុំវាគឺជាពេលដែលខ្ញុំអាចធ្វើជាសិស្សអាចរៀនភាសាថ្មីមួយរៀនចំណេះដឹងនិងវប្បធម៌ថ្មីមួយពីភាសាមួយដែលខ្ញុំអត់សូវស្គាល់តែតាមពិតtechnique ពីរហ្នឹងស្ដាប់ទៅគឺសាមញ្ញមែនតើហើយខ្ញុំគិតថាដំណោះស្រាយនៅក្នុងជីវិតយើងពាក្យច្រើនគឺសាមញ្ញទេគ្រាន់តែយើងហ៊ានធ្វើអត់ហើយយើងធ្វើវាជាប្រចាំអត់ចាអានេះខ្ញុំគ្រាន់តែចង់រំលឹកណាថាការរៀនភាសាគឺត្រូវបានគេរកឃើញថាជាសកម្មភាពដ៏សំខាន់មែនតើបើសិនបើយើងចង់ធ្វើឲ្យខួរក្បាលយើងមានសុខភាពល្អពីឥឡូវទៅជាពិសេសទៅដល់ពេលយើងចាស់ទៀតអញ្ចឹងខ្ញុំចាំដល់ការបង្រៀនរបស់បណ្ឌិត Wendy Suzuki ណាគាត់គឺជា neuroscientist គឺជាអ្នកវិទ្យាសាស្ត្រខាងផ្នែកប្រព័ន្ធប្រសាទមនុស្សយើងអញ្ចឹងណាគាត់ថាដើម្បីឲ្យសុខភាពខួរក្បាលយើងល្អជាពិសេសនៅពេលដែលយើងចាស់ទៅអត់មានជំងឺវែងអត់មានអីហ្នឹងគឺមានសកម្មភាពខ្លះដែលវាពិតជាជួយខ្លាំងមែនតើហ្មងទី1គឺការហាត់ប្រាណទី2គឺការរៀនភាសាថ្មីរៀនឧបករណ៍តន្ត្រីថ្មីហើយនឹងរៀនធ្វើកីឡាថ្មីទាំងអស់ហ្នឹងគឺធ្វើឲ្យខួរក្បាលយើងវាសកម្មខ្លាំងណាចាខ្ញុំដឹងថានៅដល់អាយុមួយនៅពេលដែលយើងអានសៀវភៅភាសាខ្មែរគឺយើងអានស្រួលអានយល់អញ្ចឹងណាសប្បាយអានដល់ពេលយើងទៅអានភាសាផ្សេងពិបាកអើយពិបាកវាទៅចិត្តណាយើងនៅកម្រិតមួយដែលវាយើងទទួលយកបានណាដូចខ្ញុំអញ្ចឹងខ្ញុំអានជាខ្មែរជាអង់គ្លេសស្រួលទេដល់ពេលទៅអានចិនណាយើងត្រូវទទួលស្គាល់ថាសមត្ថភាពយើងអត់ទាន់ដល់ទេប៉ុន្តែអត់គួរយកអារម្មណ៍មួម៉ៅខឹងទាំងអស់ហ្នឹងយកមកបិទផ្លូវខ្លួនឯងខ្ញុំគិតថាខ្ញុំនឹងខំប្រឹងបន្ថែមក្នុងការអានសៀវភៅភាសាចិនហើយខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាខំប្រឹងបន្ថែមអានសៀវភៅភាសាអង់គ្លេសឬក៏ភាសាអីក៏ដោយដែលអ្នកកំពុងតែរៀនហ្នឹងគឺយើងចាប់ផ្ដើមពីឥឡូវទៅសន្សឹមដល់ពេលមួយគឺយើងនឹងអានសៀវភៅហ្នឹងគឺស្រួលខ្លាំងមែនទែនដូចយើងអានសៀវភៅខ្មែរអញ្ចឹងដូចពេលដែលខ្ញុំរៀនអានសៀវភៅភាសាអង់គ្លេសដំបូងគឺខ្ញុំពិបាកអញ្ចឹងដូចគ្នាតែ5ឆ្នាំ10ឆ្នាំក្រោយមកវាស្រួលដូចភាសាដើមរបស់យើងអញ្ចឹងអរគុណច្រើនសម្រាប់អ្នកសួរធ្វើឲ្យខ្ញុំនឹកឃើញអាហ្នឹងហើយធ្វើឲ្យខ្ញុំ challenge រៀនអីថ្មីនៅក្នុងជីវិតដែរតើអ្នកទាំងអស់គ្នាកំពុងតែព្យាយាមអានសៀវភៅភាសាអីគេអាចចែករំលែកនៅខាងក្រោមបានហើយបើសិនបើមានសំណួរតាក់ទងនឹងការអានក៏ដោយការអភិវឌ្ឍខ្លួនអីក៏ដោយគឺអាចសួរនៅខាងក្រោមបានខ្ញុំនឹងព្យាយាមឆ្លើយនៅក្នុងវីដេអូក្រោយៗអូខេអរគុណច្រើនបាយបាយ